នាងប្រាប់ខ្ញុំថាខ្ញុំនឹងស្លៀកអ្វីដែលខ្ញុំចង់ស្លៀកឆែតទៅអ្នកណាដែលខ្ញុំចង់ឆែតហើយដើរលេងជាមួយអ្នកណាក៏បានដែលខ្ញុំចង់ទៅបើអ្នកមិនពេញចិត្តក៏ចាក់ចេញទៅខ្ញុំគ្រាន់តែញកក្បាលប្រមូលសម្លៀកបំពាក់ដាក់កាបូបហើយចេញពីទីនោះមុនពេលនាងសំបីតែរៀបខ្លួនរួចផងពេលនាងដើរត្រេតត្រោតត្រឡប់មកដល់ផ្ទះនៅពេលព្រះអាទិត្យរះទើបនាងសង្កេតឃើញថាទូសម្លៀកបំពាក់របស់ខ្ញុំទេស្អាតហើយនៅលើខ្នើយរបស់នាងមានក្រដាសមួយសន្លឹកដែលខ្ញុំទុកឲ្យអ្នកបានអ្វីដែលអ្នកសុំហើយមុននឹងចូលទៅក្នុងសាច់រឿងសូមជួយ Subscribe Channel និងចុច Like ប្រសិនបើអ្នកចង់មើលរឿងបែបនេះបន្ថែមទៀតអរគុណពាក្យចុងក្រោយដែលឆ្លូនិយាយមកខ្ញុំមិនមែនខ្ញុំស្រឡាញ់អ្នកហើយក៏មិនមែនខ្ញុំសុំទោសដែរវាជាការប្រកាសសង្គ្រាមដែលលាក់ខ្លួនក្រោមពាក្យថាសេរីភាពថ្ងៃនោះជាថ្ងៃប្រហ័បខ្ញុំអង្គុយនៅគែមគ្រែរបស់យើងគ្រែដែលយើងធ្លាប់ជ្រើសរើសជាមួយគ្នាដៃទាំងពីរទម្លាក់ចុះនៅចន្លោះជង្គង់ក្នុងបន្ទប់ពោពេញដោយក្លិនទឹកអប់របស់នាងដែលជាក្លិនខ្លាំងនិងថ្លៃដែលខ្ញុំបានទិញឲ្យនាងកាលពីថ្ងៃកំណើតឆ្នាំមុនលីជាមួយក្លិនស្ព្រីបាញ់សក់បន្តិចនាងឈរនៅមុខកញ្ចក់ពេញទូពាក់រ៉ូបពណ៌ខ្មៅខ្លីមួយដែលតាមពិតមិនសូវអាចហៅថាខ្លីបន្តិចបានទេវាជាប្រភេទរ៉ូបដែលមនុស្សស្លៀកទៅកន្លែងដែលចង់ឲ្យគេមើលមិនមែនគ្រាន់តែទៅផឹកមួយកែវធម្មតាឡើយអស់រយៈពេលជាច្រើនសប្តាហ៍មកហើយខ្ញុំរស់នៅក្នុងភាពច្របូកច្របល់និងឈឺចាប់ស្ងាត់មានសារដែលធ្វើឲ្យនាងញឹមមើលទូរស័ព្ទយ៉ាងលាក់លៀមប៉ុន្តែរាល់ពេលខ្ញុំដើរចូលមកជិតអេក្រង់ក៏លុតភ្លាមមានយប់ចេញលេងជាមួយមិត្តស្រីដែលចាប់ផ្ដើមម៉ោង 8 យប់ហើយបញ្ចប់ដោយនាងដើរត្រេតត្រោតចូលផ្ទះម៉ោង 4 ភ្លឺមានក្លិនបារមួយផ្សេងទៀតនិងក្លិនបារីរបស់បុរសណាម្នាក់ជាប់លើអាវក្រៅរបស់នាងហើយមានឈ្មោះថ្មីមួយ Mark ដែលនាងស្គាល់ពីកន្លែងហាត់ប្រាណលេចចេញក្នុងការសន្ទនារបស់នាងញឹកញាប់ឡើងដោយភាពធម្មតាដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចទឹកអាស៊ីតកំពុងស្រក់ចូលបេះដូងម្ដងមួយដំណក់សប្តាហ៍មុនខ្ញុំធ្លាប់ព្យាយាមនិយាយជាមួយនាងដោយទន់ភ្លន់ថ្មីនេះអ្នកដូចជាឆ្ងាយពីខ្ញុំខ្លាំងណាស់មានអ្វីកើតឡើងមែនទេនាងដកដង្ហើមធំដូចជាខ្ញុំកំពុងធ្វើឲ្យនាងធុញទ្រាន់យ៉ាងខ្លាំងអូព្រះឲ្យម្ដងទៀតហើយមែនទេខ្ញុំគ្រាន់តែរស់នៅជីវិតរបស់ខ្ញុំទេ Alex តើខ្ញុំត្រូវរាយការណ៍ការវិភាគគ្រប់យ៉ាងឲ្យអ្នកដឹងមែនទេខ្ញុំក៏លេបអារម្មណ៍ទាំងអស់នោះទុកដូចដែលខ្ញុំតែងតែធ្វើប៉ុន្តែយប់នេះពេលឃើញនាងពាក់រ៉ូបនោះរ៉ូបដែលនាងធ្លាប់ប្រាប់ថានឹងពាក់សម្រាប់ឱកាសពិសេសខ្លាំងណាស់ដើម្បីចេញលេងជាមួយ Jess និង Sarah នៅថ្ងៃប្រហ័បធម្មតាមួយអ្វីមួយក្នុងខ្លួនខ្ញុំបានបែកមិនមែនបែកដោយសំឡេងខ្លាំងទេវាបែកដោយស្ងាត់តែបែកដាច់ជាស្ថាពរឆ្លើខ្ញុំនិយាយសំឡេងខ្ញុំស្ងប់ខ្លាំងរហូតសូម្បីតែខ្ញុំផ្ទាល់ក៏ភ្ញាក់ផ្អើលយប់នេះអ្នកទៅណានាងមើលភ្នែកខ្ញុំតាមកញ្ចក់ខណៈកំពុងលាបបបោមាត់ពណ៌ក្រហមឈាមជាស្រទាប់ចុងក្រោយចេញលេងជាមួយពួកស្រីខ្ញុំប្រាប់អ្នករួចហើយខ្ញុំមើលរ៉ូបរបស់នាងអ្នកកំពុងពាក់រ៉ូបដែលអ្នកធ្លាប់ពាក់ថ្ងៃខួបរបស់យើងវាជារ៉ូបរបស់ខ្ញុំនឹងស្លៀកអ្វីដែលខ្ញុំចង់ស្លៀកនាងគ្រវីដៃមួយដូចជាចង់បោះចោលសំណួររបស់ខ្ញុំភាពត្រជាក់ក្នុងសម្លេងនាងហាក់ដូចជាទះមុខខ្ញុំមួយកំភ្លៀងខ្ញុំដកដង្ហើមជ្រៅមួយដងវាដូចជាដង្ហើមចុងក្រោយរបស់បុរសម្នាក់ដែលនៅតែព្យាយាមសង្គ្រោះទំនាក់ទំនងនេះហើយមកនឹងនៅទីនោះដែរមែនទេដៃនាងឈប់ភ្លាមបន្ទប់ស្ងាត់ឈឹងមានតែសំឡេងម៉ាស៊ីនភ្លើងតូចពីលើក្បាលប៉ុណ្ណោះនាងងាកមកយឺតផ្អែកខ្លួនលើតុគ្រឿងសម្អាងហើយអបដៃឆ្លងទ្រូងអេរិយាបថរបស់នាងមិនមែនបែបការពារខ្លួនទេវាជាបែបប្រឈមមុខដូចជាមហាក្សត្រីម្នាក់កំពុងរង់ចាំមើលថាមនុស្សតូចតាចណាហ៊ានឡើងមកប្រឆាំងនាងមកមានអីខ្ញុំគ្រាន់តែឃើញឈ្មោះគាត់ញឹកញាប់អ្នកនិយាយពីគាត់ញឹកញាប់ហើយឥឡូវនេះអ្នកក៏កំពុងផ្ញើសារជាមួយនរណាម្នាក់ហើយញឹមដូចជាខ្ញុំឈប់និយាយសូម្បីតែខ្ញុំផ្ទាល់ក៏មានអារម្មណ៍ថាពាក្យរបស់ខ្ញុំកំពុងស្ដាប់ទៅគួរឲ្យអាណិតនាងសើចក្ដីដោយគ្មានអារម្មណ៍សប្បាយសោះអូចាប់ផ្ដើមហើយឥឡូវនេះខ្ញុំត្រូវឆ្លងកាត់ការស៊ើបសួរមែនទេ Alex ខ្ញុំនឹងនិយាយឲ្យច្បាស់ម្ដងនេះនាងដើរមកមុខមួយជំហានពាក្យរាល់មាត់របស់នាងច្បាស់មុតនឹងចេតនាដូចគ្រាប់កាំភ្លើងខ្ញុំនឹងស្លៀកអ្វីដែលខ្ញុំចង់ស្លៀកនាងចង្អុលទៅខ្លួនឯងខ្ញុំនឹងផ្ញើសារទៅអ្នកណាដែលខ្ញុំចង់ផ្ញើនាងយកទូរស័ព្ទពីលើតុហើយគ្រវីវានៅក្នុងដៃអេក្រង់កំពុងភ្លឺដោយសារថ្មីមួយហើយខ្ញុំនឹងចេញទៅជាមួយអ្នកណាក៏បានដែលខ្ញុំចង់ទៅជាមួយនាងផ្អាកបន្តិចទុកឲ្យពាក្យទាំងនោះអណ្ដែតនៅក្នុងខ្យល់ដែលពោពេញដោយក្លិនទឹកអប់របស់នាងភ្នែកនាងសម្លឹងចូលមកភ្នែកខ្ញុំហើយជាលើកដំបូងខ្ញុំលែងឃើញស្ត្រីដែលខ្ញុំបានស្រឡាញ់អស់រយៈពេល3ឆ្នាំខ្ញុំឃើញមនុស្សចម្លែកម្នាក់ដែលកំពុងរីករាយនឹងភាពខូខើរបស់ខ្លួនឯងនាងយល់ច្រឡំថាភាពស្មោះត្រង់របស់ខ្ញុំគឺជាការចង់ដាក់នាងក្នុងទ្រុងហើយការព្រួយបារម្ភរបស់ខ្ញុំគឺជាការចង់គ្រប់គ្រងនាង
អ្វីដែលធ្វើឲ្យខ្ញុំឈឺបំផុតគឺនាងកំពុងរីករាយនឹងរឿងនេះនេះជាជីវិតរបស់ខ្ញុំនាងនិយាយសំឡេងទាបពោពេញដោយពីខ្ញុំមិនមែនជាកម្មសិទ្ធិរបស់អ្នកទេខ្ញុំមិនចាំបាច់ឆ្លើយគ្រប់យ៉ាងឲ្យអ្នកដឹងទេបេះដូងខ្ញុំដែលមុននោះកំពុងលោតយ៉ាងខ្លាំងស្រាប់តែស្ងប់ទៅវិញការជិះចាប់ការច្រណែននិងភាពច្របូកច្របល់ទាំងអស់មិនបានបាត់ទៅទេវាគ្រាន់តែលែងសំខាន់ដូចស៊ីគ្វីអគ្គិសនីមួយដែលផ្ទុកលើសកម្រិតរហូតឆេះផ្ដាច់ចេញទាំងស្រុងហើយទុកសល់តែភាពស្ងប់និងច្បាស់លាស់ពុកក្នុងក្បាលខ្ញុំរលាយបាត់ខ្ញុំមើលឃើញបន្ទប់ក្រែហើយស្ត្រីដែលឈរនៅមុខខ្ញុំគ្រប់យ៉ាងច្បាស់ខ្លាំងខូខើខ្លាំងនាងប្រហែលជាឃើញថាមានអ្វីមួយប្រែប្រួលនៅលើមុខខ្ញុំព្រោះទឹកមុខអួតអាងរបស់នាងរលាយបាត់មួយផ្លេតប៉ុន្តែបន្ទាប់មកនាងរឹតតែបន្តនាងនិយាយពាក្យចុងក្រោយដែលហាក់ដូចជាបានហាត់ទុកជាមុនពាក្យដែលនាងគិតថានឹងធ្វើឲ្យខ្ញុំត្រឡប់ទៅជាបុរសដែលសុំទោសស្ដាប់បង្គាប់និងសុំតែបំណែកតូចនៃការយកចិត្តទុកដាក់ពីនាងវិញអញ្ចឹងបើអ្នកមិនពេញចិត្តស្នាមញឹមត្រជាក់និងជ័យជំនះលេចឡើងលើបូមាត់ដែលលាបពណ៌ក្រហមរបស់នាងអ្នកចាក់ចេញទៅបានខ្ញុំគ្រាន់តែមើលនាងយូរមួយសន្ទុះខ្ញុំឃើញក្មេងស្រីដែលខ្ញុំធ្លាប់បើកឡាន2ម៉ោងទៅទទួលពីប្រលានយន្តហោះនៅម៉ោង1ភ្លឺខ្ញុំឃើញស្ត្រីដែលធ្លាប់យំផ្អែកលើទ្រូងខ្ញុំពេលឆ្មារបស់នាងស្លាប់ហើយបន្ទាប់មកខ្ញុំមើលឃើញមនុស្សដែលឈរនៅមុខខ្ញុំឥឡូវនេះដូចខ្មោចមួយដែលគ្រាន់តែពាក់មុខរបស់នាងភាពស្ងប់ដ៏ចម្លែកមួយចូលមកគ្រប់គ្រងខ្ញុំងក់ក្បាលតែម្ដងយឺតសាមញ្ញតែច្បាស់ថាចប់ហើយស្នាមញឹមតូចមួយលេចឡើងនៅជ្រុងមាត់ខ្ញុំមិនមែនដោយសារខ្ញុំសប្បាយទេតែដោយសារខ្ញុំទើបយល់ថាបញ្ហាដែលខ្ញុំខំដោះស្រាយយូរមកហើយទីបំផុតមានចម្លើយហើយស្នាមញឹមជ័យជំនះរបស់នាងរឹងកកបន្ទាប់មកប្រែទៅជាច្របូកច្របល់អីប៉ុន្តែខ្ញុំចាប់ផ្ដើមដើររួចហើយខ្ញុំក្រោកពីក្រោយដោយស្ងប់ស្ងាត់គ្មានស្រែកគ្មានទាស់គ្នាគ្មានល្ខោនខ្ញុំដើរកាត់នាងចិត្តល្មមឲ្យក្លិនទឹកអប់ថ្លៃរបស់នាងប៉ះច្រមុះខ្ញុំម្ដងទៀតរួចទៅកាន់ទូសម្លៀកបំពាក់រួមរបស់យើងខ្ញុំលូកយកកាបូបហាត់ប្រាណចាស់មួយពីធ្នើខាងលើកាបូបដែលនាងតែងតែស្អប់ព្រោះវាចាស់និងស្រអាប់អ្នកកំពុងធ្វើអីសំឡេងរឹងមាំរបស់នាងបាត់ទៅហើយឥឡូវនេះមានតែសំឡេងស្រួចនៃភាពមិនជឿខ្ញុំមិនឆ្លើយខ្ញុំបើកខ្សែរ៉ូតកាបូបហើយដាក់វាលើគ្រែបើកផ្នែកទូរបស់ខ្ញុំហើយចាប់ផ្ដើមយកសម្លៀកបំពាក់ចេញម្ដងមួយអាវកាក់ខោខូវបុយអាវរងាខ្ញុំបត់វាយ៉ាងស្អាតហើយដាក់ចូលកាបូបដូចបណ្ណារៈម្នាក់កំពុងយកសៀវភៅជំពូកមួយនៃជីវិតដែលបានចប់រួចរាល់ទៅដាក់នៅកន្លែងរបស់វាវិញដោយស្ងាត់ស្ងៀមអាឡិចឈប់ទៅអ្នកកំពុងធ្វើដូចកូនក្មេងវាមិនគួរឲ្យអស់សំណើចទេខ្ញុំដើរចូលបន្ទប់ទឹកច្រាស់ដុសធ្មេញឡាំកថ្នាំបំបត្តិក្លិនខ្លួនគ្មានក្លិនដែលនាងធ្លាប់ចំអកឲ្យខ្ញុំទាំងអស់ចូលកាបូបខ្ញុំត្រឡប់មកតុក្បែរក្រេះខាងខ្ញុំយកសៀវភៅដែលខ្ញុំកំពុងអានជីវប្រវត្តិរបស់តារាភាពយន្តស្ងាត់ម្នាក់យករូបថតឪពុកម្ដាយខ្ញុំដែលដាក់សុំតែខ្ញុំទុករូបរបស់យើងទាំងពីរនៅឆ្នេរសមុទ្រដែលមុខទាំងពីរត្រូវថ្ងៃឆេះហើយកំពុងញឹមអ្នកមិនគួរឲ្យជឿមែននេះជាការប្រកាន់ខឹងរបស់អ្នកមែនទេខ្ញុំប្រាប់មុនណាខ្ញុំមិនផ្លាស់ប្ដូរផែនការរបស់ខ្ញុំទេពាក្យរបស់នាងមិនអាចចូលដល់ខ្ញុំទៀតទេដូចជាមានជញ្ជាំងក្រាស់មួយកាត់ឡើងជុំវិញខ្ញុំស្ដាប់តែសំឡេងស្ងប់ក្នុងក្បាលខ្ញុំស្រោមជើងខោក្នុងលិខិតឆ្លងដែនឆ្នាំងសាកកុំព្យូទ័រក្នុងរយៈពេល10នាទីផ្នែករបស់ខ្ញុំនៅក្នុងបន្ទប់នោះត្រូវបានលុបចេញស្ទើរទាំងស្រុងទូសម្លៀកបំពាក់មើលទៅធំនឹងទេតុក្បែរក្រែរបស់ខ្ញុំគ្មានអ្វីនៅសល់ក្រៅពីចង្គៀងកាបូបពេញខ្សែរ៉ូតបិទរួចនាងនៅតែឈរជិតតុគ្រឿងសម្អាងដៃទាំងពីរលែងអោបគ្នាហើយមាត់បើកបន្តិចភាពរឹងមាំនឹងការប្រឆាំងដែលនាងបានរៀបចំមកបាត់អស់នៅសល់តែភាពភ្ញាក់ផ្អើលនាងមិនបានច្រឡប់ទៅណាឡើយនាងនៅតែស្លៀករ៉ូបជ័យជំនះរបស់នាងហាក់ដូចជាកំពុងរងចាំឆាកទី2ដែលខ្ញុំនឹងសុំទោសឆ្លោះជាមួយនាងហើយបញ្ជាក់ថាខ្ញុំស្រឡាញ់នាងដោយព្រមទ្រាំនឹងការមិនគោរពរបស់នាងខ្ញុំលើកកាបូបដាក់លើស្មាវាធ្ងន់ជាងដែលខ្ញុំគិតខ្ញុំមើលជុំវិញបន្ទប់ជាលើកចុងក្រោយភ្នែកខ្ញុំឈប់លើក្រដាសកត់ត្រាតូចមួយដែលនាងទុកនៅលើតុក្បែរក្រែសម្រាប់សរសេរបញ្ជីទិញអីវ៉ាន់និងឃ្លាលើកទឹកចិត្តផ្សេងខ្ញុំដើរទៅយកប៊ិចថ្លៃរបស់នាងហើយសរសេរ3ពាក្យលើក្រដាសស្អាតមួយសន្លឹកខ្ញុំមិនមើលមុខនាងឡើយខ្ញុំបត់ក្រដាសមួយដងដើរទៅខាងក្រែរបស់នាងហើយដាក់វាត្រង់កណ្ដាលខ្នើយ
បន្ទាប់មកខ្ញុំងាកខ្លួនហើយដើរចេញពីបន្ទប់ Alex អ្នកទៅណាកុំហ៊ានដើរចេញពីខ្ញុំណាសំឡេងនាងដេញតាមខ្ញុំតាមច្រកផ្លូវកាន់តែខ្លាំងឡើងពីកំហឹងទៅជាភ័យស្លន់ស្លោខ្ញុំមិនឈប់ខ្ញុំយកកុំព្យូទ័រពីបន្ទប់ទទួលភ្ញៀវនិងសោពីចានតូចក្បែរទ្វារខ្ញុំរៀបសំឡេងកែងជើងរបស់នាងដើរតាមពីក្រោយបុកលើកម្រាលឈើអ្នកនឹងត្រឡប់មកវិញនាងស្រែកក្នុងពាក្យទាំងនោះមានការព្យាយាមចុងក្រោយដើម្បីទាញការគ្រប់គ្រងត្រឡប់មកវិញអ្នកគ្មានកន្លែងណាទៅទេថ្ងៃស្អែកអ្នកនឹងវាត្រឡប់មកវិញអ្នកគួរឲ្យអាណិតទ្វារមុខបិទពីក្រោយខ្ញុំកាត់ពាក្យប្រមាថរបស់នាងពាក់កណ្ដាលខ្ញុំមិនបានទេទ្វារខ្លាំងទេវាគ្រាន់តែបិទដោយសំឡេងក្លឹបដ៏រឹងមាំនឹងចុងក្រោយខ្យល់យប់ត្រជាក់និងស្ងប់ខ្ញុំដាក់កាបូបចូលក្រោយឡានហើយអង្គុយនៅកៅអីអ្នកបើកបរមុនបើកចេញខ្ញុំងើបមើលបង្អួចជាន់ទី2របស់យើងភ្លើងនៅតែបើកខ្ញុំឃើញស្រមោលរបស់នាងឈរនៅទីនោះមើលមកខ្ញុំបញ្ឆេះម៉ាស៊ីនបន្លឺសំឡេងទាបខ្ញុំមិនបើកចេញយ៉ាងប្រញាប់ប្រញាល់ទេខ្ញុំបើកចេញពីមុខអគារយឺតនិងស្ងប់ដូចគ្នានឹងពេលខ្ញុំរៀបកាបូបតាមកញ្ចក់ក្រោយបង្អួចដែលមានភ្លើងបើកនោះកាន់តែតូចទៅរហូតនៅសល់តែតកន់ពណ៌លឿងតូចមួយលើអគារបន្ទាប់មកវាក៏បាត់ភាពស្ងាត់ក្នុងឡានធំទូលាយណាស់តែវាមិនមែនជាភាពស្ងាត់របស់មនុស្សឯកាទេវាជាភាពស្ងាត់បន្ទាប់ពីសេចក្តីសម្រេចត្រូវបានប្រកាសដោយទោសមួយត្រូវបានកំណត់រួចហើយនាងបានផ្ដល់ជម្រើសឲ្យខ្ញុំហើយជាលើកដំបូងក្នុងរយៈពេលយូរខ្ញុំបានជ្រើសរើសខ្ញុំបើកឡានប្រហែល20នាទីដោយគ្មានគោលដៅច្បាស់លាស់ផ្លូវដែលធ្លាប់ស្គាល់คล้ายជារូបភាពព្រើនៃផ្លាកភ្លើងណេអុងនិងចង្កៀងរថយន្តពិភពលោកនៅតែដូចមុនតែខ្ញុំមានអារម្មណ៍ថាខ្ញុំបានឆ្លងកាត់បន្ទាត់មួយដែលមិនអាចត្រឡប់ទៅម្ខាងទៀតវិញបានអាដ្រេណាលីននិងភាពច្បាស់លាស់ត្រជាក់ដែលជំរុញឲ្យខ្ញុំប្រមូលអីវ៉ាន់ចាប់ផ្ដើមថយចុះនៅសល់តែរ៉ូនទេមួយក្នុងទ្រូងវាមិនទាន់ជាការសោកសៅទេវាគ្រាន់តែជាអារម្មណ៍រញ្ជួយដែលនៅសល់ក្រោយការផ្ទុះដ៏ធំមួយខ្ញុំឃើញសន្តាគារខ្សែសង្វាក់មួយនៅជិតផ្លូវល្បឿនលឿនហើយចូលស្នាក់នៅទីនោះបន្ទប់គ្មានអ្វីពិសេសមានក្លិនទឹកសម្អាតក្លិនក្រូចលាយជាមួយខ្យល់ស្ងួតចាស់ខ្ញុំទម្លាក់កាបូបលើឥដ្ឋសំឡេងវាហាក់ដូចជាខ្លាំងមិនធម្មតានៅក្នុងភាពស្ងាត់នោះខ្ញុំឈរនៅទីនោះមួយសន្ទុះស្ដាប់តែសំឡេងទូទឹកកកតូចបន្ទាប់មកខ្ញុំចាប់ផ្ដើមធ្វើអ្វីតាមលំដាប់ខ្ញុំដាក់ទូរស័ព្ទជា silent មិនបានបិទទេគ្រាន់តែបិទសំឡេងខ្ញុំងូតទឹកក្តៅខ្លាំងរហូតស្បែកឡើងក្រហមដូចចង់លាងក្លិនទឹកអប់របស់នាងនិងភាពតានតឹងពីផ្ទះនោះចេញពីរាងកាយខ្ញុំពាក់ខោវែងទន់និងអាវយឺតសម្លៀកបំពាក់ទាំងនោះមានអារម្មណ៍ថាជារបស់ខ្ញុំជាងអ្វីទាំងអស់ដែលខ្ញុំបានពាក់នៅក្នុងទូសម្លៀកបំពាក់រួមនោះអស់ជាច្រើនខែមកនេះខ្ញុំកាមុង cheeseburger ដែលរសជាតិអាក្រក់មួយពីសេវាបន្ទប់ហើយញ៉ាំវាអស់នៅតូចមួយខណៈមើលទូរទស្សន៍ដែលបិទសំឡេងកំពុងបង្ហាញកម្មវិធីកីឡាភាពធម្មតានៃសកម្មភាពនោះញ៉ាំលេបដឹងរសជាតិប្រៃនិងខ្លាញ់ធ្វើឲ្យខ្ញុំត្រឡប់មកមានអារម្មណ៍ថាខ្ញុំនៅតែមានជីវិតនេះហើយជាជីវិតគ្រាន់តែជាសកម្មភាពតូចស្ងប់និងឯកជនគ្មាននរណាមើលខ្ញុំញ៉ាំគ្មាននរណាដកដង្ហើមធំព្រោះខ្ញុំធ្វើឲ្យទឹកខេឆាប់ប្រឡាក់ចានមានតែខ្ញុំនិងប៊ឺហ្គឺអាក្រក់មួយក្នុងបន្ទប់ស្ងាត់ទូរស័ព្ទដែលដាក់ផ្កាប់មុខឡើងលើតូចាប់ផ្ដើមភ្លឺការហៅចូលឆ្លូអេក្រង់ភ្លឺបន្តិចក្រោយក៏រលត់1នាទីក្រោយភ្លឺម្ដងទៀតហើយម្ដងទៀតក្រោយការហៅលើកទី4សារចាប់ផ្ដើមចូលរហ័សស្ទើរតែជាប់គ្នាម៉ោង 10:47 យប់អ្នកនៅណានេះមិនគួរឲ្យអស់សំណើចទេ 10:49 ទូរបស់ខ្ញុំតើអ្នកយកស្បែកជើងកែងពណ៌ខ្មៅរបស់ខ្ញុំទៅមែនទេ Alex បើអ្នកយកស្បែកជើងខ្ញុំទៅអ្នកច្បាស់ជាមានបញ្ហាហើយ 10:53 លើកទូរស័ព្ទយើងត្រូវនិយាយគ្នាអ្នកកំពុងធ្វើរឿងធំពេកហើយ 11:21 មែនទេឥឡូវអ្នកប្រើវិធីមិននិយាយរកខ្ញុំមែនទេចាស់ទុំខ្លាំងណាស់ 11:45 ខ្ញុំដល់ផ្ទះហើយអ្នកនៅណាខ្ញុំអានសារទាំងនោះដោយអារម្មណ៍ដាច់ឆ្ងាយដូចអ្នកស្រាវជ្រាវម្នាក់កំពុងសង្កេតអាកប្បកិរិយារបស់កុលសម្ព័ន្ធចម្លែកមួយនាងមិនបានបារម្ភពីខ្ញុំក៏មិនបានបារម្ភពីយើងដែរនាងបារម្ភតែយប់របស់នាងដែលត្រូវរំខានហើយស្បែកជើងដែលនាងគិតថាបាត់ចំណុចកណ្ដាលនៃវិបត្តិរបស់នាងគឺទូស្បែកជើងមិនមែនទំនាក់ទំនងរបស់យើងខ្ញុំខាំប៊ឺហ្គឺមួយមាត់ទៀតការហៅចុងក្រោយចូលនៅម៉ោង 3:17 ភ្លឺខ្ញុំស្រមៃថានាងប្រហែលដើរត្រេតត្រោតចូលផ្ទះ
ដោយអារម្មណ៍រំភើបពីយប់នោះរលាយបាត់រួមជាមួយស្រាដែលចាប់ផ្ដើមអស់ឥទ្ធិពលហើយការពិតក៏ចាប់ផ្ដើមចូលមកជំនួសប្រហែលជាពេលនោះហើយដែលនាងឃើញក្រដាសលើខ្នើយខ្ញុំស្រមៃឃើញនាងយកវាឡើងបើកវាហើយអានពាក្យនោះក្រោមពន្លឺចង្កៀងក្បែរគ្រែអ្នកបានអ្វីដែលអ្នកសុំហើយការហៅនោះចូល voicemail ខ្ញុំមិនស្ដាប់វាទេនៅយប់នោះទីបំផុតខ្ញុំគេងលក់យ៉ាងជ្រៅគ្មានសុបិនគ្រាន់តែជាការគេងរបស់មនុស្សដែលហត់ខ្លាំងបំផុតមិនមែនគេងនៅពាក់កណ្ដាលគ្រែដែលជាចំណែកខ្ញុំនៅផ្ទះទេខ្ញុំគេងត្រង់កណ្ដាលគ្រែ king size របស់សន្តាគារព្រឹកបន្ទាប់ក្នុងពន្លឺថ្ងៃត្រជាក់និងច្បាស់ខ្ញុំបើកស្ដាប់ voicemail សំឡេងនាងស្រវឹងពាក្យមិនសូវច្បាស់ហើយលាយជាមួយការយំប្រហែលជាស្រាក្រហមផង Alex ព្រះឲ្យទូសម្លៀកបំពាក់ទេណាស់អ្នកពិតជាចេញទៅមែនអ្នកគ្រាន់តែចេញទៅបន្ទាប់ពីរឿងទាំងអស់របស់យើងខ្ញុំមិនបានចង់និយាយបែបនោះទេត្រឡប់មកផ្ទះយើងត្រូវនិយាយគ្នាសូមត្រឡប់មកផ្ទះខ្ញុំសុំទោសដែលអ្នកយល់ខុសត្រឡប់មកយើងអាចជួសជុលរឿងនេះបានចំណុចនោះហើយសំឡេងនិងពាក្យរបស់នាងខុសទាំងស្រុងវាមិនមែនជាការសោកស្ដាយរបស់មនុស្សដែលដឹងថាខ្លួនបានប្រើភាពខូខើដូចកាំបិតទៅលើនរណាម្នាក់ទេវាជាសំឡេងរបស់ក្មេងដែលបំបែករបស់លេងហើយភ្ញាក់ផ្អើលថាហេតុអ្វីវាមិនអាចត្រឡប់មកដូចដើមដោយខ្លួនឯងខ្ញុំសុំទោសដែលអ្នកយល់ខុសមិនមែនខ្ញុំសុំទោសដែលខ្ញុំនិយាយបែបនោះមិនមែនខ្ញុំសុំទោសដែលខ្ញុំពិតជាមានន័យបែបនោះខ្ញុំលុប voicemail ហើយ block លេខនាងសប្តាហ៍បន្ទាប់គឺពោពេញដោយការដោះស្រាយរឿងជាក់ស្ដែងដ៏ចម្លែកខ្ញុំយកប្រាក់សន្សំទៅដាក់កក់បន្ទប់ស្ទូឌីយោតូចមួយដែលមានគ្រឿងសង្ហារិមរួចនៅម្ខាងទៀតនៃទីក្រុងពីបង្អួចអាចមើលឃើញតែជញ្ជាំងយ៉ាត់ហើយសំឡេងរថភ្លើងពីចម្ងាយតែវាជាកន្លែងរបស់ខ្ញុំជូនដំណឹងទៅការិយាល័យអគារផ្ទះចាស់ថាខ្ញុំចាក់ចេញដោយបញ្ជាក់ថាការរស់នៅរួមរបស់យើងបានបញ្ចប់ខ្ញុំបង់ចំណែកពាក់កណ្ដាលនៃថ្លៃជួលខែចុងក្រោយដើម្បីកុំឲ្យមានបញ្ហាផ្លូវច្បាប់ខ្ញុំតាក់ទងក្រុមហ៊ុនអ៊ីនធឺណិតនិងសេវាផ្សេងឲ្យដកឈ្មោះខ្ញុំចេញពីកណីវាដូចជាកំពុងបញ្ចប់ជីវិតរួមរបស់យើងតាមបែបរដ្ឋបាលមួយមុខម្ដងខ្ញុំមានពេលទុនខ្សោយតែម្ដងប៉ុណ្ណោះមួយសប្តាហ៍ក្រោយខ្ញុំចង់ដឹងថាមានអ្វីកំពុងកើតឡើងខ្ញុំដោះប្លុកលេខនាងបន្តិចដើម្បីឃើញការហៅខកខាននិងសារជាច្រើនដែលកកស្ទះបន្ទាប់មកខ្ញុំចូលមើល Instagram របស់នាងយប់ដែលខ្ញុំចេញទៅនាងបានផូសរូបកែវ cocktail មួយសន្លឹកដែលថតប្រើនៅកន្លែងមនុស្សច្រើនក្រចកពណ៌ក្រហមរបស់នាងកាន់ជុំវិញកែវ Caption Living my best life Free non-negativity God vibes only មិត្តជិតស្និទ្ធរបស់នាងចូល comment ពេញទៅដោយ emoji ភ្លើងនិងពាក្យ Yes Queen ពី Jess និង Sarah ប៉ុន្មានថ្ងៃបន្ទាប់ post របស់នាងចាប់ផ្ដើមប្រាប់រឿងមួយផ្សេងទៀតមានរូបខូតអំពីព្យុះមុនពេលសុខសាន្តមាន selfie មួយដែលមាត់នាងញឹមតែភ្នែកមិនញឹមទេជាមួយ caption រៀនធ្វើជាទីពឹងរបស់ខ្លួនឯង5ថ្ងៃក្រោយខ្ញុំចាក់ចេញមុខថ្មីមួយលេចឡើងមករូប selfie នៅកន្លែងហាត់ប្រាណរបស់ពួកគេទាំងពីរថ្ពាល់នាងផ្អែកលើស្មាគាត់បត់ដៃបង្អួតសាច់ដុំនៅជិតមុខនាងហើយមានស្នាមញឹមអួតនាងមើលទៅដូចជាឈ្នះតែភ្នែកនាងមានភាពភ័យរន្ធត់មួយដូចមនុស្សកំពុងចាប់ក្បូនចុងក្រោយនៅកណ្ដាលសមុទ្រ Caption ពេលអ្នក upgrade ទៅ first class ខ្ញុំមិនមានអារម្មណ៍អ្វីទាំងអស់មិនច្រណែនមិនខឹងមានតែអារម្មណ៍អាណិតតិចដោយត្រជាក់និងដាច់ឆ្ងាយនាងបានបោះបង់ទំនាក់ទំនងដែលមានភាពស្មោះត្រង់បើទោះជានាងធ្លាប់មើលរំលងវាដើម្បីយកការចាប់អារម្មណ៍ភ្លឺផ្លេតពីបុរសម្នាក់ដែលមើលនាងដូចពានរង្វាន់សម្រាប់ថតបង្ហោះប៉ុណ្ណោះខ្ញុំ screenshot រូបនោះមិនមែនសម្រាប់សងសឹកតែទុកដូចជាបង្កាន់ដៃភស្តុតាងចុងក្រោយមួយដែលបញ្ជាក់ថាខ្ញុំបានដើរចេញពីអ្វីបន្ទាប់មកខ្ញុំ block នាងគ្រប់ platform ដែលខ្ញុំអាចគិតដល់ភាពស្ងាត់ដែលមកបន្ទាប់គឺជារបស់មានតម្លៃបំផុតដែលខ្ញុំធ្លាប់មាន3សប្តាហ៍ក្រោយចូលទៅក្នុងជីវិតថ្មីស្ងាត់របស់ខ្ញុំទូរស័ព្ទខ្ញុំរត់ពីលេខមិនស្គាល់ខ្ញុំទើបត្រឡប់មកពីរត់វាជាទម្លាប់ថ្មីរបស់ខ្ញុំការបោះជំហានជាប់គ្នាលើផ្លូវក្លាយជាវិធីព្យាបាលចិត្តមួយដែលពីមុនខ្ញុំមិនធ្លាប់គិតថាខ្លួនត្រូវការខ្ញុំលើកទូរស័ព្ទខណៈដង្ហើមនៅតែហត់ Alex ព្រះឲ្យអ្នកលើកមែន Lisa មិត្តរបស់ឆ្លូដែលស្មោះត្រង់ចំពោះនាងបែបពោលបំផុតសំឡេងនាងទាបដូចកំពុងនិយាយអាត់កំបាំងធំមួយ Lisa ខ្ញុំផឹកទឹកមួយមាត់មើល Alex ខ្ញុំដឹងថាខ្ញុំមិនគួរហៅទេតែខ្ញុំបារម្ភពីនាងខ្ញុំបារម្ភពីអ្នកទាំងពីររឿងនេះវាឆ្កួតពេកហើយ
គ្មានកអ្នកទាំងពីរទៀតទេលេសាកុំធ្វើបែបនោះអីនាងនិយាយដូចកំពុងស្ដីក្មេងជំទង់ខឹងម្នាក់នាងបែកបាក់អស់ហើយ Alex ស្ទើរតែខូចទាំងស្រុងអ្នកត្រូវហើយទៅនាងខ្ញុំស្ងាត់ទុកឲ្យភាពស្ងាត់ដាក់សម្ពាធនៅខាងនាងនាងបន្តនិយាយយ៉ាងលឿនមកនោះមែនទែនជាប្រុសប្រើប្រាស់គេគាត់រោសនាងទាំងស្រុងបន្ទាប់ពីអ្នកដឹងហើយនាងបន្ថយសំឡេងទៀតបន្ទាប់ពីគាត់បានអ្វីដែលគាត់ចង់បាននាងទៅដល់ផ្ទះគាត់ហើយមានស្រីម្នាក់ទៀតចេញមកបើកទ្វារអ្នកស្រមៃមើលថាអាម៉ាស់ប៉ុណ្ណាខ្ញុំអាចស្រមៃបានច្បាស់តែខ្ញុំមិននិយាយអ្វីហើយមិត្តភក្តិដែលនាងចេញជាមួយយប់ដែលអ្នកចាក់ចេញពួកគេក៏បោះបង់នាងអស់ដែរពួកគេថានាងដ្រាម៉ាពេកហើយតោងគេពេកអ្នកជឿទេសំឡេងលេសាដូចជារំពឹងថាខ្ញុំគួរតែខឹងជំនួសឆ្លោតែខ្ញុំមិនខឹងទេខ្ញុំយល់វាខ្លាំងណាស់ឆ្លោបានយល់ច្រឡំថាសំឡេងទះដៃពីអ្នកទស្សនាគឺដូចភាពស្មោះត្រង់របស់មិត្តពិតនៅកន្លែងធ្វើការក៏អាក្រក់ដែរលេសាបន្តឥឡូវនេះការចង់និយាយដើមហាក់ដូចជាជំរុញនាងខ្លាំងជាងការព្រួយបារម្ភសប្តាហ៍មុននាងត្រូវគេសរសេរព្រមានព្រោះខក deadline ហើយបន្ទាប់មកយំក្នុង meeting ពេល boss ស្ដីឲ្យនាងគ្រាន់តែអង្គុយនៅក្នុងផ្ទះចាស់របស់អ្នកទាំងពីរមើលគុនសោកសៅហើយយំគួរឲ្យអាណិតណាស់ពាក្យនោះអណ្ដែតនៅក្នុងខ្យល់គួរឲ្យអាណិតសូម្បីតែអ្នកដែលមកការពារនាងក៏មិនអាចគេចពីពាក្យនោះបាននាងនិយាយតែម្ដងហើយម្ដងទៀតថានាងធ្វើខុសធំណាស់អ្នកត្រឹមត្រូវគ្រប់យ៉ាងហើយនាងល្ងងនាងត្រូវការអ្នក Alex អ្នកតែងតែជាមនុស្សដែលមានស្ថិរភាពអ្នកត្រូវជួយជួសជុលរឿងនេះនឹងហើយមូលហេតុពិតប្រាកដមិនមែននាងស្រឡាញ់អ្នកមិនមែននាងនឹកអ្នកតែអ្នកគឺជាមនុស្សមានស្ថិរភាពអ្នកត្រូវជួសជុលវាខ្ញុំមិនមែនជាគូស្នេហ៍ដែលត្រូវបានស្រឡាញ់ទេខ្ញុំគឺជាមុខងារមួយជាមនុស្សដែលគេរំពឹងថាត្រូវទៅសម្អាតអារម្មណ៍និងបញ្ហាទាំងអស់ដែលនាងរីករាយនឹងបង្កើតអរគុណដែលប្រាប់ខ្ញុំលេសាខ្ញុំនិយាយសំឡេងខ្ញុំរៀបស្មើនឹងគួរសមដូចបុគ្គលិក Customer Service កំពុងបញ្ចប់ការហៅនៅខាងនោះស្ងាត់មួយភ្លែតនឹងទេអរគុណដែលប្រាប់ខ្ញុំអ្នកមានបញ្ហាអីនាងកំពុងរងទុក្ខណាខ្ញុំអរគុណចំពោះព័ត៌មានខ្ញុំនិយាយម្ដងទៀតដោយគ្មានអារម្មណ៍ថែខ្លួនផងខ្ញុំបិទទូរស័ព្ទមុនពេលនាងមានឱកាសទប់វិញហើយប្លុកលេខនោះភ្លាមការដែលនាងចូលមករំខានភាពស្ងប់របស់ខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថាព្រំដែនរបស់ខ្ញុំត្រូវបានរំលោភប៉ុន្តែការសម្រេចចិត្តរបស់ខ្ញុំមិនរង្គោះរង្គើទេវារឹតតែរឹងមាំឡើងយប់នោះបំណែកចុងក្រោយនៃការដួលរលំជាសាធារណៈរបស់នាងក៏មកដល់ខ្ញុំ Dave អ្នកចិត្តខាងចាស់របស់ខ្ញុំផ្ញើសារគាត់ជាបុរសល្អម្នាក់ដែលពីមុនតែងតែមើលខ្ញុំដោយទឹកមុខយកចិត្តពេលសំឡេងឈ្ងោស្រែកគេចេញមកតាមច្រកផ្លូវHey man សង្ឃឹមថាអ្នកសុខសប្បាយគិតថាគួរប្រាប់អ្នកថ្ងៃនេះខ្ញុំឃើញផ្លាក for rent ដាក់នៅបង្អួចផ្ទះចាស់របស់អ្នកប្រហែល management ទ្រាំលេងបានហើយឈួតមែនខ្ញុំអរគុណគាត់ហើយមើលសារនោះយូរផ្ទះនោះផ្ទះរបស់យើងឆាកដែលនាងបានសម្ដែងការប្រកាសចុងក្រោយរបស់នាងកំពុងបាត់បង់វាផងដែរនាងមិនអាចបង់ថ្លៃជួលម្នាក់ឯងបានទេយ៉ាងហោចណាស់មិនមែនជាមួយរបៀបចាយលុយរបស់នាងហើយកាន់តែមិនមែនបន្ទាប់ពីមានបញ្ហានៅកន្លែងធ្វើការនាងត្រូវបង្ខំចិត្តចាក់ចេញពីកន្លែងដែលនាងធ្លាប់មានអារម្មណ៍ថាមានអំណាចគ្រប់គ្រាន់ដើម្បីដាក់អសានវាទឲ្យខ្ញុំខលមកមិនមែនជារន្ទះមួយផ្លេកដែលវាចុះភ្លាមទេវាជាជំនោរយឺតដែលមកកាត់សឹកដីក្រោមជើងរបស់អ្នកបន្តិចម្ដងនេះគ្រាន់តែជាផលវិបាកនៃពាក្យនិងជំរឿសរបស់នាងផ្ទាល់ដែលកំពុងបង្ហាញខ្លួនជាការពិតត្រជាក់តាមរយៈថ្លៃជួលមិត្តភាពនិងកិត្តិយសរបស់ខ្លួនឯងនាងធ្លាប់ចង់បានសេរីភាពពីការយកចិត្តទុកដាក់របស់ខ្ញុំឥឡូវនាងកំពុងលង់ទឹកនៅក្នុងសេរីភាពដ៏ធំទូលាយនិងគ្មានទីដៅនោះខ្ញុំបិទទូរស័ព្ទក្រៅបង្អួចស្ទូឌីយោថ្មីរបស់ខ្ញុំសំឡេងរថភ្លើងពីចម្ងាយបន្លឺឡើងយូរវាស្ដាប់ទៅឯកាតែថេរដូចសំឡេងនៃការធ្វើដំណើរទៅមុខដូចសំឡេងនៃការចាក់ចេញហើយខ្ញុំបានចាក់ចេញរួចហើយបន្ទាប់ពីការហាយរបស់លេសាការព្យាយាមតាក់ទងខ្ញុំចាប់ផ្ដើមមកជាបន្តបន្ទាប់ដោយទឹកដែលជ្រាបចូលតាមជញ្ជាំង Digital ដែលខ្ញុំបានសង់មួយសប្តាហ៍ក្រោយលេខថ្មីមួយផ្ញើសារមកមុនសូម្បីតែអានខ្ញុំដឹងថាជានាងរបៀបសរសេររបស់នាងដូចស្នាមខ្មោចដែលខ្ញុំស្គាល់ច្បាស់លេខមិនស្គាល់ខ្ញុំនេះសូមកុំធ្វើមិនដឹងមិនឺខ្ញុំមិនជឿទេថាអ្នកអាចបោះបង់ខ្ញុំចោលបែបនេះយើងបានកសាងជីវិតជាមួយគ្នាណាយើងត្រូវនិយាយគ្នាខ្ញុំសុំទោសដែលអ្នកយល់ខុសពីអ្វីដែលខ្ញុំចង់និយាយពេលនោះខ្ញុំ stress អ្នកក៏ដឹងថាខ្ញុំពេល stress គឺបែបនោះខ្ញុំសម្លឹងសារនោះម្ដងទៀតខ្ញុំសុំទោសដែលអ្នកយល់ខុស
បទចម្រៀងនៃការសុំទោសคล้ายៗរបស់នាងវាមិនមែន stress ទេវាជាការពិតដែលទីបំផុតបាននិយាយចេញមកខ្ញុំមិន block លេខនោះភ្លាមទេខ្ញុំទុកសារនោះឲ្យនៅក្នុង inbox ដូចត្រីស្លាប់មួយភាពស្ងាត់របស់ខ្ញុំគឺជាចម្លើយពីថ្ងៃក្រោយមានសារមួយទៀតពីលេខមិនស្គាល់ខ្ញុំនឹកអ្នកខ្ញុំនឹកយើងផ្ទះទេនឹងស្ងាត់ពេកវាអាក្រក់ណាស់អ្នកនៅចាំដំណើរទៅ Bexer របស់យើងទេពេលនោះយើងសប្បាយណាស់យើងអាចត្រឡប់ទៅបែបនោះវិញសូមនិយាយជាមួយខ្ញុំបន្តិចនាងកំពុងប្រើអនុស្សាវរីយ៍ជាអាវុធនាងយករូបភាពស្រស់ស្អាតពីអតីតកាលមកគូបិទពីលើជញ្ជាំងដ៏អាក្រក់នៃការបញ្ចប់របស់យើងនាងមិននឹកខ្ញុំទេនាងនឹកអារម្មណ៍មួយនឹកសេវាកម្មមួយដែលខ្ញុំធ្លាប់ផ្ដល់ឲ្យនាងអារម្មណ៍នៃការត្រូវបានស្រឡាញ់យ៉ាងពេញលេញដោយមិនចាំបាច់ទទួលខុសត្រូវក្នុងការស្រឡាញ់តបវិញខ្ញុំលុបសារបន្ទាប់មកមាន voicemail នៅម៉ោង 11 យប់ថ្ងៃអង្គារមួយសំឡេងនាងញ័រទន់និងបែកបាក់ដូចជាកំពុងសម្ដែងភាពរងរបួសដ៏ធ្ងន់ធ្ងរ Alex ឆ្លូនេះខ្ញុំមិនដឹងត្រូវធ្វើអីទេគ្រប់យ៉ាងកំពុងបាក់បែកខ្ញុំត្រូវចាកចេញពី apartment ហើយឥឡូវខ្ញុំស្នាក់នៅជាមួយបងប្អូនជីដូនមួយហើយវាអាម៉ាស់ណាស់មកគឺជាការកុហកមនុស្សគ្រប់គ្នាសុទ្ធតែកុហកអ្នកជាមនុស្សពិតតែម្នាក់ខ្ញុំល្ងងណាស់ខ្ញុំគ្រាន់តែចង់មានអារម្មណ៍ថាមានមនុស្សចង់បានខ្ញុំហើយអ្នកតែងតែនៅទីនោះជានិច្ចខ្ញុំមិនបានឲ្យតម្លៃអ្នកឥឡូវខ្ញុំដឹងហើយសូមយើងអាចទៅផឹកកាហ្វេបានទេគ្រាន់តែនិយាយគ្នាខ្ញុំនឹងធ្វើអ្វីក៏បានខ្ញុំស្រឡាញ់អ្នកខ្ញុំមិនដែលឈប់ស្រឡាញ់អ្នកទេការសារភាពនេះស្ទើរតែគួរឲ្យសរសើរដោយសារភាពអាត្មានិយមរបស់វាអ្នកតែងតែនៅទីនោះជានិច្ចដោយគ្រឿងសង្ហារឹមមួយខ្ញុំចង់មានអារម្មណ៍ថាមានមនុស្សចង់បានខ្ញុំដូច្នេះនាងបានទៅស្វែងរកការចង់បានថោកភ្លឺផ្លែតពីមនុស្សចម្លែកហើយបោះចោលការស្រឡាញ់ដ៏ជ្រៅនិងថេរដែលខ្ញុំបានផ្ដល់ឲ្យហើយចុងក្រោយខ្ញុំស្រឡាញ់អ្នកដូចរូបបីបានមួយដែលនាងព្យាយាមយកមកចាយបន្ទាប់ពីខ្លួនឯងធ្លាប់ប្រកាសថាវាគ្មានតម្លៃវាប្រហែលជាពេលដែលនាងស្មោះត្រង់បំផុតក្នុងជីវិតតែខ្ញុំមិនមានអារម្មណ៍អ្វីក្រៅពីភាពខ្ពើមរអិមត្រជាក់បន្តិចខ្ញុំរក្សាទុក voicemail នោះមិនមែនជាអនុស្សាវរីយ៍ទេតែជាភស្តុតាងដើម្បីរំលឹកខ្លួនឯងថាខ្ញុំបានដើរចេញពីអ្វីការកើនឡើងនៃរឿងនេះជៀសមិនផុតទេមួយសប្តាហ៍ក្រោយ voicemail នោះលេខមិនស្គាល់ដដែលហៅមកខណៈខ្ញុំកំពុងរៀបចំម្ហូបប្រចាំសប្តាហ៍ក្នុង studio សំឡេងកាំបិតកាត់លើក្តារជាចង្វាក់ថេរធ្វើឲ្យខ្ញុំមានអារម្មណ៍ស្ងប់ខ្ញុំលើកទូរស័ព្ទដោយចៃដន្យព្រោះគិតថាអាចជាអ្នកគ្រប់គ្រងអគារ Hello ឥឡូវអ្នកសប្បាយចិត្តហើយមែនទេសំឡេងនាងស្រែកខ្លាំងគ្មានការធ្វើពុតគ្មានភាពទន់ភ្លន់คล้ายមានតែសំឡេងឆៅរហែកនិងពោពេញដោយកំហឹងរបាំងចុងក្រោយរបស់នាងបានបែកនេះហើយជាអ្វីដែលអ្នកចង់បានមែនទេបំផ្លាញខ្ញុំជីវិតខ្ញុំខូចអស់ហើយខ្ញុំបាត់ apartment Alex ខ្ញុំបាត់ការងារមិត្តភ័ក្តិក៏បាត់អស់ខ្ញុំមិននិយាយអ្វីខ្ញុំដាក់កាំបិតចុះយឺតអ្នកត្រូវតែស៊ូដើម្បីខ្ញុំនាងស្រែកពាក្យទាំងនោះហាក់ដូចជាហែកចេញពីបំពង់កនាងមនុស្សស្រឡាញ់គ្នាគេត្រូវធ្វើបែបនោះអ្នកត្រូវជួយខ្ញុំអ្នកត្រូវរារាំងខ្ញុំពីខ្លួនខ្ញុំឯងអ្នកគួរតែបញ្ឈប់ខ្ញុំតែអ្នកគ្រាន់តែចាកចេញអ្នកអាត្មានិយមនឹងហើយការបញ្ច្រាស់ការពិតដ៏អស្ចារ្យភាពខូខើរបស់នាងคล้ายជាកំហុសរបស់ខ្ញុំជំរឿរបស់នាងคล้ายជាការធ្វេសប្រហែសរបស់ខ្ញុំនៅក្នុងកញ្ចក់ខូចនៃគំនិតរបស់នាងខ្ញុំคล้ายជាមនុស្សអាក្រក់ព្រោះខ្ញុំគ្រាន់តែទទួលយកលក្ខខណ្ឌដែលនាងបានដាក់ដោយខ្លួនឯងទីបំផុតខ្ញុំនិយាយសំឡេងខ្ញុំស្ងាត់និងរាបស្មើដូចថ្មមួយធ្លាក់ចូលកណ្ដាលសំឡេងញញែញ៉ៃរបស់នាងអ្នកប្រាប់ខ្ញុំថាបើខ្ញុំមិនពេញចិត្តឲ្យខ្ញុំចាក់ចេញខ្ញុំមិនពេញចិត្តដូច្នេះខ្ញុំក៏ចាក់ចេញខាងនាងស្ងាត់តែវាជាភាពស្ងាត់ដែលពោពេញដោយកំហឹងខ្ញុំហឺនាងដកដង្ហើមខ្លាំងនិងយំដោយកំហឹងអ្នកមិនអាចយកពាក្យរបស់ខ្ញុំមកវាខ្ញុំវិញបែបនេះទេអ្នកមិនអាចធ្វើជាមនុស្សស្ងប់ម្នាក់បានទេអ្នកត្រូវខ្ញុំបិទការហើយ block លេខបន្ទាប់មកខ្ញុំបើក laptop ហើយចាប់ផ្ដើមដំណើរការបដូរលេខទូរស័ព្ទរបស់ខ្ញុំដល់ពេលហើយខ្សែចុងក្រោយទោះស្ដាងប៉ុណ្ណាក៏ដោយត្រូវកាត់ផ្ដាច់ភាពស្ងប់ដែលមកដល់បន្ទាប់មានអារម្មណ៍ជ្រៅជាងមុនរឹងមាំជាងមុនខ្ញុំបានឮទម្រង់ចុងក្រោយនៃកំហឹងរបស់នាងបានឃើញពណ៌ពិតរបស់នាងនៅវិនាទីចុងក្រោយគ្មានអ្វីសល់ឲ្យខ្ញុំត្រូវដឹងទៀតទេផ្នែកទី5ការបដិសេធចុងក្រោយ
ពីខែគត់បន្ទាប់ពីថ្ងៃដែលខ្ញុំដើរចេញមេឃភ្លៀងរដូវស្លឹកឈើជ្រុះត្រជាក់ធ្លាក់មិនឈប់ធ្វើឲ្យផ្លូវរលោងនិងភ្លើងទីក្រុងរលាយជាបន្ទាត់ព្រិលលើទឹកខ្ញុំទើបត្រឡប់មកពីហ្គេមការហាត់ប្រាណคล้ายជាទម្លាប់ថ្មីដែលមិនត្រឹមតែផ្លាស់ប្ដូររាងកាយខ្ញុំទេតែថែមទាំងផ្លាស់ប្ដូរគំនិតខ្ញុំផងដែរកាបូបហ្គេមព្យួរលើស្មាហើយខ្ញុំកាន់ឆ័ត្ររឹងមាំមួយអាគារថ្មីរបស់ខ្ញុំជាឃ្លាំងចាស់ដែលបានជួសជុលថ្មីមានច្រកចូលសុវត្ថិភាពវាដូចបន្ទីតូចមួយរបស់ខ្ញុំពេលខ្ញុំបត់ចូលផ្លូវរបស់ខ្ញុំឃើញនាងកំពុងឈររួញខ្លួនក្រោមដំបូលតូចរបស់ហាងកាហ្វេដែលបិទទ្វារនៅជាប់ច្រកចូលអាគាររបស់ខ្ញុំខ្លួននាងសាំជោគសក់ជាប់នឹងក្បាល mascara ហូរចុះមកជាខ្សែខ្មៅលើថ្ពាល់នាងពាក់អាវក្រៅស្ដើងថោកមួយដែលស្ទើរតែមិនអាចការពារភ្លៀងបាននាងមើលទៅតូចបែកបាក់ដូចតុក្កតាដែលគេបោះចោលស្ត្រីដែលធ្លាប់ឈរមុខកញ្ចក់យប់នោះបានបាត់ទៅហើយភ្នែករបស់យើងប៉ះគ្នាភ្នែកនាងបើកធំមានក្តីសង្ឃឹមប្រញាប់ប្រញ័រនិងស្រេកឃ្លានមួយភ្លឺឡើងនៅក្នុងនោះនាងដើរត្រេតមកមុខមួយជំហានចេញពីក្រោមដំបូលចូលក្នុងភ្លៀង Alex ខ្ញុំមិនឈប់ដើរភ្លាមទេតែខ្ញុំបន្ថយល្បឿនរឿងនេះត្រូវប្រឈមមុខឲ្យចប់បើខ្ញុំគ្រាន់តែរត់គេចនាងនឹងនៅតែបង្កើតក្តីសង្ឃឹមក្នុងក្បាលខ្លួនឯងខ្ញុំឈប់ពីនាងប៉ុន្មានជំហានភ្លៀងបុកលើឆ័ត្រខ្ញុំជាប់គ្នាខ្ញុំមិនលូកឆ័ត្រទៅគ្រប់នាងទេអ្នករកខ្ញុំឃើញយ៉ាងម៉េចសំឡេងខ្ញុំស្ងប់និងធម្មតាដូចកំពុងសួរម៉ោងលេសនាងងឺពីនរណាម្នាក់ដែលលើពីដេវនាងអបដៃជុំវិញខ្លួននិងញ័រខ្លាំងថ្មិញនាងទង្គិចគ្នាខ្ញុំត្រូវតែមកជួបអ្នកខ្ញុំត្រូវតែជួបអ្នកកំពុងសើមខ្ញុំគ្រាន់តែនិយាយការពិតគ្មានការព្រួយបារម្ភក្នុងសំឡេងនាងបញ្ចេញសំឡេងយំលាជាមួយសើចអ្នកគិតថាខ្ញុំខ្វល់ទេមើលខ្ញុំមើលអ្វីដែលកើតឡើងចំពោះខ្ញុំបាត់បង់គ្រប់យ៉ាងឥឡូវគ្រប់យ៉ាងខ្ញុំរងចាំមិននិយាយអ្វីភាពស្ងាត់របស់ខ្ញុំហាក់ដូចជាធ្វើឲ្យនាងភ័យជាងកំហឹងទៅទៀតនាងចាប់ផ្ដើមនិយាយលឿនពាក្យញ៉ៃចេញមកដូចទឹកកខ្វក់ខ្ញុំធ្វើខុសធំណាស់អ្នកត្រឹមត្រូវគ្រប់យ៉ាងមករឿងចេញលេងរបៀបដែលខ្ញុំប្រព្រឹត្តចំពោះអ្នកខ្ញុំងងខ្ញុំខ្លាចខ្ញុំគ្រាន់តែចង់មានអារម្មណ៍ថាមានគេចង់បានខ្ញុំហើយអ្នករឹងមាំនឹងថេពេកហើយខ្ញុំគិតថាខ្ញុំក៏មិនដឹងថាខ្ញុំគិតអីដែរសូមនាងដើរមកមុខមួយជំហានទៀតដៃនាងលើកឡើងដូចចង់ប៉ះដៃខ្ញុំថយក្រោយកន្លះជំហានដោយស្ងាត់ដើម្បីរក្សាចម្ងាយការបដិសេធតូចនោះធ្វើឲ្យនាងកន្ត្រាក់ខ្លួនដូចទើបត្រូវគេទះយើងឡើងទៅលើបានទេសូមគ្រាន់តែនិយាយគ្នាចេញពីភ្លៀងសិនខ្ញុំត្រជាក់ខ្លាំងណាស់យើងគ្រាន់តែនិយាយគ្នាខ្ញុំនឹងធ្វើអ្វីក៏បានខ្ញុំនឹងទៅ therapy ខ្ញុំនឹងឈប់ចេញលេងខ្ញុំនឹងត្រឡប់ទៅជាក្មេងស្រីដែលអ្នកធ្លាប់ស្រឡាញ់វិញខ្ញុំសន្យាគ្រាន់តែផ្ដល់ឱកាសឲ្យខ្ញុំជួសជុលវាភ្នែកនាងធំពោពេញដោយការអង្វរនៅលើមុខស្លេករបស់នាងនេះជាការសម្ដែងពេញលេញការចោះចាញ់ទាំងស្រុងពីមុនបើខ្ញុំឃើញនាងបែបនេះខ្ញុំប្រកាសជាបាក់ចិត្តខ្ញុំនឹងយកអាវខ្លួនឯងគ្រប់នាងនាំនាងឡើងទៅលើធ្វើតែក្តៅឲ្យហើយចំណាយពេលរាប់ខែព្យាយាមយកបំណែកនាងមកបិទជាប់គ្នាវិញខ្ញុំប្រហែលជាព្រមទទួលកំហុសទាំងអស់ដើម្បីឲ្យនាងឈប់យំតែឥឡូវនេះខ្ញុំឃើញតែការរៀបចំគ្រប់យ៉ាងដើម្បីទាញខ្ញុំត្រឡប់ទៅវិញនាងមិនកំពុងសន្យាថានឹងផ្លាស់ប្ដូរទេនាងកំពុងសន្យាថានឹងសម្ដែងតួនាទីរបស់ស្ត្រីដែលខ្ញុំធ្លាប់ស្រឡាញ់ប្រសិនបើតួនាទីនោះអាចធ្វើឲ្យនាងបានចេញពីភ្លៀងនិងត្រឡប់ចូលទៅក្នុងជីវិតដែលនាងធ្លាប់ដុតបំផ្លាញដោយខ្លួនឯងខ្ញុំមើលនាងមើលពិតជាលើកដំបូងចាប់តាំងពីយប់នោះហើយខ្ញុំមានអារម្មណ៍ឃើញវាភាពតេចចុងក្រោយភាពអវត្តមានដាច់ខាតនៃអារម្មណ៍មិនមែនស្អប់មិនមែនអាណិតគ្រាន់តែលែងខ្វល់ឆ្លើយខ្ញុំនិយាយសំឡេងខ្ញុំរឹងនិងថេរអ្នកបានប្រាប់ខ្ញុំច្បាស់ណាស់ថាអ្នកចង់បានអ្វីអ្នកចង់ស្លៀកអ្វីដែលអ្នកចង់ស្លៀកផ្ញើសារទៅអ្នកណាដែលអ្នកចង់ផ្ញើហើយទៅជាមួយអ្នកណាដែលអ្នកចង់ទៅហើយអ្នកក៏ប្រាប់ខ្ញុំយ៉ាងច្បាស់ដែរថាបើខ្ញុំមិនពេញចិត្តឲ្យខ្ញុំចាក់ចេញនាងបើកមាត់ចង់និយាយកាត់ប៉ុន្តែខ្ញុំបន្តពាក្យខ្ញុំស្ងប់តែច្បាស់មុតកាត់តាមភ្លៀងនិងភាពភ័យរបស់នាងខ្ញុំធ្វើតាមអ្វីដែលអ្នកប្រាប់មិនខុសមួយពាក្យខ្ញុំចាក់ចេញរឿងនោះចប់ហើយវាមិនមែនជាកិច្ចព្រមព្រៀងអីទេនាងយំខ្លាំងវាជាទំនាក់ទំនងទេខ្ញុំនិយាយទន់វាឈប់ជាទំនាក់ទំនងតាំងពីពេលដែលអ្នកដាក់អសានវាទឲ្យខ្ញុំដោយគិតថាខ្ញុំមិនហ៊ានធ្វើតាម
អ្នកចង់បានទំនាក់ទំនងមួយដែលសេរីភាពរបស់អ្នកគ្មានព្រំដែនប៉ុន្តែភាពស្មោះត្រង់របស់ខ្ញុំត្រូវតែគ្មានលក្ខខណ្ឌនោះមិនមែនជាដៃគូទេវាជាស្ថានភាពចាប់ចំណាប់ខ្មាំងហើយខ្ញុំជ្រើសរើសដោះលែងខ្លួនឯងទឹកភ្នែកលាយជាមួយទឹកភ្លៀងលើមុខនាងបរោះដែលអ្នកកំពុងស្វែងរកខ្ញុំនិយាយបរោះដែលព្រួយថាអ្នកពាក់អីផ្ញើសារទៅអ្នកណាអង្គុយចាំអ្នកត្រឡប់មកផ្ទះហើយចង់កសាងជីវិតជាមួយអ្នកខ្ញុំផ្អាកបន្តិចគាត់មិនរស់នៅទីនេះទៀតទេអ្នកជាអ្នកបណ្ដេញគាត់ចេញដោយខ្លួនឯងខ្ញុំចង្អុលតិចដោយឆាត់ទៅទ្វារសុវត្ថិភាពនៃអគាររបស់ខ្ញុំជីវិតខ្ញុំឥឡូវស្ងប់ណាស់ខ្ញុំមិនតាមមើលថាអ្នកណាពាក់អីឬផ្ញើសារទៅអ្នកណាទេខ្ញុំមិនអង្គុយចាំនរណាម្នាក់ត្រឡប់មកផ្ទះទេខ្ញុំគ្រាន់តែរស់នៅខ្ញុំមើលចូលភ្នែកនាងភ្នែកខ្ញុំច្បាស់គ្មានកំហឹងគ្មានភាពកក់ក្ដៅហើយអ្នកមិនមែនជាផ្នែកមួយនៃភាពស្ងប់នោះទេសូមកុំមកទីនេះម្ដងទៀតភាពចុងក្រោយក្នុងសម្លេងខ្ញុំដូចទ្វារដែកធំមួយកំពុងរអិលបិទនាងយកក្តីសង្ឃឹមដ៏ភ័យរបស់នាងដែលមុននោះនៅតែភ្លឺនៅក្នុងភ្នែកចាប់ផ្ដើមរលត់នៅសល់តែភាពភ័យរន្ធត់ទេនាងមិនត្រឹមតែបាត់បង់ខ្ញុំទេនាងបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សម្នាក់ដែលអាចឈរមើលនាងលងហើយមិនមានអារម្មណ៍អ្វីទៀតខ្ញុំគឺជាផលវិបាករស់រវើកនៃជម្រើសរបស់នាងខ្ញុំងាកខ្លួនហើយដើរប៉ុន្មានជំហានចុងក្រោយទៅទ្វារអគារខ្ញុំយក K-pop ចេញ Alex សំឡេងហើយរបស់នាងឥឡូវនេះគ្មានអ្វីលាក់បាំងទៀតទេមានតែការឈឺចាប់សុទ្ធខ្ញុំមិនងាកក្រោយ K-pop បន្លឺសំឡេងសោកបាក់ដោយសំឡេងរឹងមាំខ្ញុំទាញទ្វារកញ្ចក់និងដែកដ៏ធ្ងន់បើកពេលខ្ញុំឈានចូល lobby កក់ក្ដៅស្ងួតនិងមានពន្លឺភ្លឺស្រាប់តែមានសំឡេងមួយហៅមកពីខាងក្នុងដោយសប្បាយ Hey Alex ខាងក្រៅសាហាវមែនទេនឹងមេអ្នកជិតខាងដែលរស់នៅចុះតាមច្រកផ្លូវពីខ្ញុំនាងស្លៀកសម្លៀកបំពាក់រត់ហើយកំពុង stretch ជើងផ្អែកនឹងជញ្ជាំងមុខនាងក្រហមដោយសារហាត់ប្រាណនិងញឹមស្រស់នាងមានថាមពលមានឯករាជ្យភាពហើយមិនធ្លាប់សុំអ្វីពីខ្ញុំក្រៅពីធ្លាប់សុំឲ្យជួយទទួល package ម្ដងប៉ុណ្ណោះខ្ញុំងាកទៅរកនាងទ្វារខាងក្រោយខ្ញុំចាប់ផ្ដើមបិទបាំងរូបមនុស្សសាមជោគនៅលើផ្លូវខាងក្រៅជាលើកដំបូងក្នុងរយៈពេលជាច្រើនខែស្នាមញញឹមពិតប្រាកដនិងធម្មជាតិលេចឡើងលើមុខខ្ញុំគុំនិយាយអីខ្ញុំឆ្លើយដោយសំឡេងកក់ក្ដៅនិងស្រាលខុសឆ្ងាយពីសំឡេងត្រជាក់ដែលខ្ញុំទើបប្រើនៅខាងក្រៅនៅតែក្រុងទៅ hiking ថ្ងៃសៅរ៍មែនទេបើអាកាសធាតុស្រឡះប្រាកដណាស់នាងញឹមខ្ញុំចាំមិនបានទេទ្វារបិទជិតដោយសំឡេងធ្ងន់តូចមួយសំឡេងចុងក្រោយពីខាងក្រៅត្រូវបានកាត់ផ្ដាច់តើវាជាសំឡេងយំសំឡេងស្រែកឬគ្រាន់តែសំឡេងភ្លៀងខ្ញុំមិនដឹងហើយខ្ញុំក៏មិនដែលចង់ដឹងទៀតដែរ lobby ស្ងាត់កក់ក្ដៅនិងស្អាតអតីតកាលនៅម្ខាងទៀតនៃកញ្ចក់ព្រើលគ្មានសារៈសំខាន់ហើយកំពុងត្រូវទឹកភ្លៀងលៀងចេញបន្តិចម្ដងខ្ញុំដើរទៅកាន់ជណ្ដើរយន្តជាមួយមេនិយាយគ្នាអំពីផែនទីផ្លូវ hiking កាបូបហ្គេមលើស្មាខ្ញុំមានអារម្មណ៍ស្រាលភាពស្មុគរបស់ខ្ញុំនៅដដែលអនាគតរបស់ខ្ញុំជារបស់ខ្ញុំខ្មោចនៃអតីតកាលនោះត្រូវបានមើលឃើញត្រូវបានទទួលស្គាល់ហើយត្រូវបានបោះចោលនៅទីនោះវាគ្មានអំណាចលើខ្ញុំទៀតទេអរគុណដែលបានទស្សនាសូមជួយ Subscribe Channel និងចុច Like ផងតើអ្នកគិតយ៉ាងម៉េចចំពោះរឿងនេះចែករំលែកមិត្តរបស់អ្នកនៅក្នុង Comment